ការគ្រប់គ្រងជីជាតិដីជីជាតិដីមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការលូតលាស់របស់រុក្ខជាតិដើម្បីទទួលបានទិន្នផលខ្ពស់យូរអង្វែងបងប្អូនកសិករគួរមានចំណេះដឹងអំពីការគ្រប់គ្រងជីជាតិដីដែលជាមូលដ្ឋានដើម្បីឈានទៅរកការប្រើប្រាស់ជីឲ្យបានត្រឹមត្រូវស្របទៅតាមសារធាតុចិញ្ចឹមសំខាន់ៗដែលដំណាំស្វាយចន្ទីត្រូវការមានចំណុចគួរយល់ដឹងមួយចំនួនដែលបងប្អូនកសិករគួរសិក្សាស្វែងយល់អំពីការគ្រប់គ្រងជីជាតិដីទី1តើអ្វីទៅជាការគ្រប់គ្រងជីជាតិដីទី2សារធាតុចិញ្ចឹមសំខាន់ៗសម្រាប់ដំណាំទី3តម្រូវការសារធាតុចិញ្ចឹមសម្រាប់ដំណាំស្វាយចន្ទីទី4ការដាក់ជីទី1តើអ្វីទៅជាការគ្រប់គ្រងជីជាតិដីរុក្ខជាតិបានស្រូបយកសារធាតុចិញ្ចឹមពីក្នុងដីជារៀងរាល់ថ្ងៃដូចនេះយើងត្រូវបន្ថែមសារធាតុចិញ្ចឹមទៅឲ្យដីវិញបន្ទាប់ពីប្រមូលផលរួចរាល់ដើម្បីឲ្យដំណាំបន្តមានលទ្ធភាពផ្ដល់ផលមកយើងវិញការគ្រប់គ្រងជីជាតិដីគឺជាការធ្វើឲ្យដីសម្បូរទៅដោយសារធាតុចិញ្ចឹមអាចរក្សាសំណើមដីបានល្អសម្រាប់រុក្ខជាតិដុះលូតលាស់ទោះបីនៅក្នុងរដូវប្រាំងក៏អាចការពារពីការរំហួតនិងសំណឹកដីដោយយើងត្រូវផ្ដល់នូវសារធាតុចិញ្ចឹមសំខាន់ៗដែលរុក្ខជាតិត្រូវការជាចាំបាច់ទី2សារធាតុចិញ្ចឹមសំខាន់ៗសម្រាប់ដំណាំតើសារធាតុចិញ្ចឹមសំខាន់ៗសម្រាប់ដំណាំមានអ្វីខ្លះសារធាតុចិញ្ចឹមសម្រាប់ដំណាំអាចមានច្រើនប៉ុន្តែសារធាតុសំខាន់ៗដែលដំណាំត្រូវការបំផុតនោះគឺសារធាតុអាស៊ូតផូស្វ័រនិងប៉ូតាស្យូមសារធាតុអាស៊ូតមានសារៈសំខាន់ក្នុងការធ្វើរស្មីសំយោគបង្កើនការរីកលូតលាស់ស្លឹកត្រួយនិងដើមនៃដំណាំបើគ្មានសារធាតុអាស៊ូតដំណាំនឹងមិនអាចរីកលូតលាស់បាននោះទេយើងអាចសម្គាល់រោគសញ្ញានៃកង្វះសារធាតុអាស៊ូតតាមរយៈស្លឹកតូចការលូតលាស់យឺតនិងក្រិនការបដូរពណ៌នៅលើស្លឹកពីពណ៌បៃតងមកលឿងបន្ទាប់មកនឹងជ្រុះធ្លាក់មកដីតែម្ដងសារធាតុផូស្វ័រមានតួនាទីជំរុញការលូតលាស់របស់ឫសពង្រឹងដងដើមរឹងមាំនិងការចេញផ្កាវាក៏មានតួនាទីក្នុងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុផងដែរកង្វះសារធាតុផូស្វ័រនឹងធ្វើឲ្យដំណាំចេញផ្កាតិចនិងយឺតព្រមទាំងធ្វើឲ្យស្លឹកនៃដំណាំឡើងជ្រួញនិងវិវត្តទៅជាពណ៌ត្នោតចុងស្លឹកពណ៌ក្រហមសារធាតុប៉ូតាស្យូមមានតួនាទីគ្រប់គ្រងនិងបញ្ជូនជាតិទឹកទៅគ្រប់ផ្នែកនៃរុក្ខជាតិវាជួយពង្រឹងសុខភាពរបស់រុក្ខជាតិនិងធ្វើឲ្យដំណាំមានភាពធន់ទ្រាំនឹងការប្រែប្រួលអាកាសធាតុនិងជំរុញការលូតលាស់ក្តឹបផ្លែមើមនិងបង្កើនរសជាតិកង្វះសារធាតុប៉ូតាស្យូមបង្ហាញឲ្យឃើញតាមរយៈគែមស្លឹកប្រែទៅជាស្លោកឆេះការលូតលាស់យឺតនិងក្រិនដើមឬមែកប្រឈមមុខការបាក់ឬប្រេះទី3តម្រូវការសារធាតុចិញ្ចឹមសម្រាប់ដើមស្វាយចន្ទីជាទូទៅការដាក់ជីសម្រាប់ដើមស្វាយចន្ទីអាចធ្វើឡើងចំនួន2ដងនៅក្នុងមួយឆ្នាំពីចន្លោះខែមិថុនាដល់កក្កដានិងចន្លោះពីខែកញ្ញាដល់តុលាពេលចាប់ផ្ដើមដាក់ជីនាដើមរដូវគឺពីខែមិថុនាដល់កក្កដាកសិករត្រូវប្រាកដថាកម្រិតនៃការដាក់ជីគឺមានតុល្យភាពសម្រាប់ដំណាំការដាក់ជីលើកទី1នេះគួរផ្ដោតទៅលើការផ្ដល់នូវសារធាតុអាស៊ូតនិងផូស្វ័រដើម្បីការលូតលាស់របស់ដំណាំសម្រាប់ការដាក់ជីលើកក្រោយៗទៀតពលគឺពីខែកញ្ញាដល់តុលាត្រូវផ្ដោតលើការផ្ដល់នូវសារធាតុផូស្វ័រនិងប៉ូតាស្យូមដើម្បីជួយបំប៉នសុខភាពនិងជំរុញការចេញផ្លែផ្ការបស់ដំណាំកសិករមិនគួរចេះតែដាក់ជីឲ្យតែបានដាក់នោះទេគួរក៏បីដាក់ជីឲ្យត្រូវទៅតាមពេលវេលានៃរដូវកាលទី4ការដាក់ជីដែលបម្រើក្នុងវិស័យកសិកម្មមាន2ប្រភេទគឺជីអសរីរាង្គនិងមួយទៀតជាជីសរីរាង្គបរិមាណជីដែលត្រូវដាក់គឺប្រែប្រួលទៅតាមប្រភេទដីនិងអាយុកាលរបស់ដំណាំចំពោះជីសរីរាង្គវិញអាចមានជាជីលាមកសត្វនិងសំណល់រុក្ខជាតិដែលរលួយដូចជាជីកំប៉ុស្តជាដើមដោយផ្អែកលើបរិមាណខុសៗគ្នានៃធាតុផ្សំសម្រាប់ធ្វើជីដូច្នេះបរិមាណសារធាតុចិញ្ចឹមដែលមាននៅក្នុងជីក៏មានខុសៗគ្នាផងដែរជាធម្មតានៅក្នុងចំការស្វាយចន្ទីមែកស្វាយចន្ទីដែលកសិករបានកាត់ចេញស្មៅឬស្លឹកឈើងាប់ផ្សេងទៀតដែលរលួយក៏អាចក្លាយទៅជាជីដែលមានសារធាតុចិញ្ចឹមមួយចំនួនសម្រាប់ដំណាំបានផងដែរការប្រើប្រាស់ជីអសរីរាង្គសម្រាប់ដំណាំគួរតែមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ការប្រើប្រាស់មិនត្រឹមត្រូវនឹងជះឥទ្ធិពលដល់គុណភាពដីការលូតលាស់របស់ដំណាំនិងខាតបង់ថវិកាការប្រើប្រាស់ជីសរីរាង្គជាពិសេសជីកំប៉ុស្ត
មិនត្រឹមតែផ្ដល់នូវសារធាតុចិញ្ចឹមចាំបាច់សម្រាប់ដំណាំនោះទេវាថែមទាំងជួយធ្វើឲ្យដីក្លាយជាដីមមុកថែមទៀតផងដីមមុកគឺជាដីដែលកើតចេញពីការរលួយនៃសំណល់រុក្ខជាតិនិងលាមកសត្វបញ្ចូលគ្នាវាជួយបង្កើនផលិតភាពដីដាំដំណាំបានច្រើនយ៉ាងជាឧទាហរណ៍វាជួយធ្វើឲ្យដីមានលទ្ធភាពស្រូបយកនិងរក្សាទឹកបានល្អជួយការពារការសឹករិចរិលនៃដីនិងផ្ដល់សារធាតុចិញ្ចឹមគ្រប់គ្រាន់ដល់ដំណាំដើម្បីបង្កើនទិន្នផលប្រកបដោយគុណភាពដោយមិនចាំបាច់ត្រូវប្រើប្រាស់ជីបន្ថែមទៀតឡើយសរុបសេចក្តីមកការគ្រប់គ្រងជីជាតិដីមានសារៈសំខាន់ខ្លាំងណាស់ដើម្បីឲ្យដំណាំមានការលូតលាស់ល្អធន់នឹងបម្រែបម្រួលអាកាសធាតុនិងទទួលបានទិន្នផលខ្ពស់ប្រកបដោយនិរន្តរភាពបងប្អូនកសិករគួរមានចំណេះដឹងពីការគ្រប់គ្រងជីជាតិដីជាមូលដ្ឋានកសិករត្រូវតែយល់ឲ្យបានច្បាស់ពីស្ថានភាពនៃដំណាំដើម្បីឲ្យការផ្ដល់ជីសមាមាត្រទៅតាមសារធាតុចិញ្ចឹមដែលដំណាំត្រូវការកសិករក៏គួរងាកមកប្រើប្រាស់ជីសរីរាង្គដូចជាជីលាមកសត្វឬជីកំប៉ុស្តឲ្យបានច្រើនដើម្បីធ្វើឲ្យដីមានជីជាតិដែលអាចបម្រើដល់ការផ្ដល់ផលក្នុងរយៈពេលវែង។